ស្ដីបងប្អូនអរគ្នាថ្ងៃនេះយើងមកស្លសម្លឆាម្នាស់ចាមុនដំបូងគឺយើងដាក់ខ្លាញ់មកដាក់ខ្លាញ់ហើយយើងដាក់ខ្ទឹមបោះពងវាឲ្យឈ្ងុយបន្តិចមកចាឈ្ងុយហើយក្រហមហើយបានយើងដាក់សាច់ចាយើងដាក់សាច់ជ្រូកចូលហើយសាច់ជ្រូកហ្នឹងដែលយើងហាន់រួចហើយអញ្ចឹងយើងយកមកឆាតែម្ដងចាឆាកូរត្រឡប់ឲ្យវាឆ្អិនមកហើយយើងដាក់គ្រឿងវាដូចជាស្ករអំបិលប៊ីចេងចាជាដើមអញ្ចឹងយើងឆាទៅឆាមកហើយយើងដាក់គ្រឿងឲ្យសព្វហើយឲ្យវាឆ្អិនហើយចាំយើងដាក់បន្លែចាឥឡូវហ្នឹងយើងឆាវាសិនចាកំពុងតែឆាត្រឡប់ចាយើងមើលទៅយើងមើលឥឡូវវាជិតឆ្អិនហើយនេះជិតឆ្អិនហើយយើងដាក់គ្រឿងហ្នឹងយើងដាក់ហើយមិញនេះនេះគេហៅថាម្សៅស៊ុបចាយើងដាក់ម្សៅស៊ុបមកហើយយើងដាក់ស្ករហើយដាក់ប៊ីចេងទៀតមកហើយបាត់ហើយចាយើងឥឡូវយើងឆាឲ្យឆ្អិនសិនចាឆាទៅឆាមកឆ្អិនហើយចាំយើងដាក់បន្លែចាមុនដំបូងយើងត្រូវដាក់អីមុនទៅមើលចាំមើលសិនមើលតែយើងដាក់អីទៅដាក់ម្នាស់មុនឬក៏ដាក់គេខ្ទឹមបារាំងមុនចាយើងមើលនេះម្នាស់ហើយនឹងខ្ទឹមបារាំងចាអញ្ចឹងយើងដាក់អីមុនយើងដាក់ម្នាស់មុនចាឬមកយើងដាក់ទាំងអស់តែម្ដងចាំមើលចាដាក់ទាំងអស់ហ្មងតែគួរតែឆ្អិនទៀតចាអញ្ចឹងយើងដាក់ទាំងអស់តែម្ដងហើយយើងឆាត្រឡប់ឡើងមកដើម្បីឲ្យឆ្អិនចាពេញមួយខ្ទះហ្មងចាទំនងណាបងប្អូនមើលឆាតែមួយផ្លែតឆ្អិនដល់ព្រោះយើងសាច់ហ្នឹងយើងឆាឆ្អិនហើយអញ្ចឹងនៅតែបន្លែយើងត្រឡប់ឡើងមកឆ្អិនល្មមទៅយើងអាចដាក់ចូលបានហើយមិនបាច់ថាឆ្អិនពេកទេព្រោះបើសាច់យើងឲ្យឆ្អិនហើយឲ្យវាឆ្អិនខ្លាំងសាច់ណាអញ្ចឹងដល់ពេលបន្លែយើងមិនបាច់ឲ្យឆ្អិនខ្លាំងទេព្រោះយើងញ៉ាំទៅវាមាននៅរសជាតិនឹងធំក្លិនបន្លែអញ្ចឹងវាឆ្ងាញ់អញ្ចឹងណាចាឥឡូវហ្នឹងវាជិតឆ្អិនហើយឆាឡើងឆ្អិនបាត់ហើយចាទៅនំមែនតើហើយផ្សេងនឹងឈ្ងុយមកហ្មងឈ្ងុយដល់ក្រៅទៅនឹងមែនតើនេះចាឆ្អិនហើយឥឡូវឆ្អិនហើយបងប្អូនទាំងអស់គ្នាឆ្អិនហើយតាញ៉ាំបាយជាមួយខ្ញុំទាំងអស់គ្នាឬដាក់ចានមកជាការស្រេចហើយចាហើយបើអញ្ចឹងមកញ៉ាំបាយជាមួយខ្ញុំចាឆ្អិនហើយចាអរគុណច្រើនបងប្អូនអរគ្នាដែលបានទស្សនាតាំងពីដើមដល់ចប់ជូនពរសុខភាពល្អរកស៊ីមានបានចម្រុងចម្រើនគ្រប់គ្នាសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ